បាយលីនមានវាសនាស្រដៀងគ្នានឹងនាងដែរឈាមនាងអាចចិញ្ចឹមឆ្នាំងដាំបាយទឹកនាងជាកូនស្រីគ្រួសារឈិនបន្ទាប់មកឈិនឡុងបានណែនាំខ្ញុំរកម្លេចបញ្ជូននាងទៅផ្ទះចាស់ប្រើឈាមនាងដើម្បីចិញ្ចឹមឆ្នាំងទឹកខ្ញុំសន្យាជាមួយប៉ាយលីនដរាបណានាងសុខចិត្តលះបង់ដើម្បីគ្រួសារធំទាំង4ខ្ញុំនឹងដោះលែងនាងឲ្យទៅជួបជុំជាមួយយ៉ាងនឹងអាវាំងវិញគ្មានអ្នកណាម្នាក់នឹកស្មានដល់ថាប៉ាយលីនបានយាមឆ្នាំងដាំបាយទឹកសម្រាប់គ្រួសារឈិនអស់រយៈពេល10ឆ្នាំបន្ទាប់ពីចេញមកវិញមានស្រីម្នាក់ទៀតនៅក្បែរគឺហូលីខ្ញុំធ្លាប់និយាយរឿងនេះរួចហើយមានសម្រាលកូនខុសច្បាប់ម្នាក់មនុស្សគ្មានបេះដូងនៅពេលដែលប៉ាយលីយាមឆ្នាំងទឹកឈិនវាងអាយុប៉ុន្មានអាវាងទៅតែកើតមិនយូរប៉ុន្មានទេតើប៉ាយលីនស្លាប់បែបណាបូជាឈាមរយៈពេល10ឆ្នាំបំផ្លាញភាពរឹងមាំនាងស្លាប់ដោយសារជំងឺប៉ុន្មានឆ្នាំក្រោយតើឯងជាមេគ្រួសារបែបណាប៉ាយលីនបានលះបង់ច្រើនណាស់សម្រាប់គ្រួសារឈិនតែឯងអនុញ្ញាតឲ្យស្រីម្នាក់និងកូនខុសច្បាប់របស់នាងចូលក្នុងគ្រួសារខ្ញុំមិនអាចជ្រៀតជ្រែកច្រើនទេកិច្ចការកូននិងចៅខ្ញុំជាពិសេសឈិនសេងមានឈាមជាប់គ្រួសារបានហើយប៉ាយលីនបានលះបង់ខ្លួនឯងរយៈពេល10ឆ្នាំសំណាងនឹងរបាំងឆ្នាំងទឹកគូតែមានប្រសិទ្ធភាពជាងនេះតើឈិនឡុងយកវាទៅបែបណាពីការស្លាប់ប៉ាយលីនឈិនឡុងបានយកឈាមពីសាច់សពនាងទៅបំបែករបាំងយកឆ្នាំងទឹកទៅប៉ាយលីនប្រើឈាមដើម្បីចិញ្ចឹមឆ្នាំងទឹករយៈពេល10ឆ្នាំឈាមនាងអាចបំបែករបាំងដោយធម្មជាតិឈិនលីនឯងមានភាពក្លាហានឯងហ៊ានធ្វើរឿងអាក្រក់បែបនេះដើម្បីការពារគ្រួសារធំទាំង4ឯងសមនឹងស្លាប់ម្ចាស់ស្រីអត់ទោសឲ្យផងឈិនលីនឯងថ្លើមធំហើយលែងម៉ាក់ខ្ញុំទៅអ្នកទាំងអស់គ្នាសមនឹងស្លាប់ខ្ញុំយល់សពឯងយល់សពអាក្រក់ឬឈិនវាងមិនចង់ឲ្យខ្ញុំរកឆ្នាំងដើម្បីតបឃើញមែនទេវាច្រើនដងហើយយើងរៀបនឹងរកវាឃើញឯងបាញ់ឈប់យើងរហូតឯងស្អប់គ្រួសារធំទាំង4ដែលបានសម្លាប់ម្ដាយឯងស្អប់គ្រួសារធំទាំង4ដែលបានសម្លាប់ម្ដាយឯងនោះឬជាមូលហេតុដែលឯងបាញ់ឈប់ខ្ញុំឈិនវាងឆ្នាំងដាំបាយទឹកមិនអាចនៅឆ្ងាយពីខ្ញុំយូរទេវាក៏មិនអាចចាក់ចេញពីប្រទេសចិនបានដែរបើវាបាត់បង់ទៅព្រោះរាំងស្ងួតជំងឺរាតត្បាតនិងរញ្ជួយដីនឹងកើតឡើងឆ្នាំងដាំបាយទឹកមិនអាចចេញពីប្រទេសចិនទេឈប់ធ្វើជាមនុស្សមានចេតនាទៅខ្ញុំត្រូវយកឆ្នាំងដាំបាយទឹកពីឈិនឡុងឲ្យបានឆាប់តាមដែលអាចធ្វើបាននាងនឹងឆ្នាំងដាំបាយទឹកមានតម្លៃណាស់មែនទេផ្ដល់ឲ្យឈិនឡុងជីវិតអមតៈតើនាងនឹងធ្វើវាឬរយៈពេលរាប់ពាន់ឆ្នាំមកហើយមនុស្សជាតិគ្រាន់តែដឹងពីរបៀបទទួលឯងជាមនុស្សតែម្នាក់គត់ដែលសួរខ្ញុំរឿងនេះត្រូវចំណាយតម្លៃប៉ុន្មានដើម្បីផ្ដល់ជីវិតអមតៈដល់មនុស្សម្នាក់តម្លៃការផ្ដល់អមតភាពជាការរំលែកផលវិបាកចាប់ពីពេលនេះបើមនុស្សម្នាក់ទៀតឈឺចាប់ខ្ញុំនឹងមានអារម្មណ៍ឈឺចាប់ដោយពួកគេខ្ញុំនឹងបាត់បង់ពាក់កណ្ដាលជីវិតខ្ញុំជីវិតអមតៈរបស់នាងតើអ្នកណាជាអ្នកឲ្យជីវិតអមតៈដល់នាងគឺបុរសម្នាក់គាត់ជាអ្នកណាវាយូរហើយខ្ញុំមិនចាំទេតើគាត់នៅមានជីវិតទេគាត់ស្លាប់ហើយក្រែងគាត់ជីវិតអមតៈតើគាត់ស្លាប់បានយ៉ាងម៉េចខ្ញុំសម្លាប់គាត់ដោយដៃខ្ញុំផ្ទាល់ជីវិតនាងវែងពេកហើយមានរឿងរ៉ាវច្រើនខ្ញុំគួរតែ
ខ្ញុំគ្រាន់តែអាហារមិនសំខាន់សម្រាប់នាងមែនទេនាងនឹងភ្លេចខ្ញុំមនុស្សល្ងងជាប្រភេទស្រួលបោកប្រាស់បំផុតនៅក្នុងលោកពួកគេធ្លាប់ប្រើភ្នែកទាំងនេះធ្វើពិតជាគ្មានតោសីនឹងស្រឡាញ់យ៉ាងជ្រាលជ្រៅខ្ញុំមិនដូចគេទេបុរសដែលចែកជីវិតឲ្យនាងទេមើលដោយប្រយ័ត្នខ្ញុំគ្រាន់ជាអាហាររបស់នាងគ្មានអ្វីផ្សេងទៀតទេខ្ញុំហត់ហើយចង់គេងម្ចាស់ស្រីកុំទៅចោលខ្ញុំអីសូមអង្វរ